បាទនៅក្នុងសម័យកាល3សន្តានគឺយើងមានប្រភេទនៃសម័យកាលដែលគីមីអ៊ីយ៉ុងសបអ៊ីយ៉ុងសម្រួលហើយនៅក្នុងសម័យកាលអ៊ីយ៉ុងសម្រួលកូនត្រូវយល់ថាកាលណាយើងនិយាយពីសម័យកាលអ៊ីយ៉ុងសម្រួលគឺគេសរសេរតែសមាសធាតុឬក៏អ៊ីយ៉ុងទាំងឡាយណាដែលរងនៅបំរែបំរួលនៅក្នុងប្រតិកម្មគីមីក្នុងសូលូសុងទឹកណាអញ្ចឹងយើងមើលទៅលើនេះគេឲ្យបារត2ក្លរ៉ូមមានប្រតិកម្មមួយប៉ូតាស្យូមសូលភួរនៅក្នុងសំណួរលេខ13អក្សរកគុណចឹងយើងអាចដឹងដាក់បានណាជាទូទៅបើរៀនយូរទៅគុណអាចស្ទាត់បានយើងគ្រាន់តែមើលតែប្រភេទគីមីណាដែលអាចនៅជាមួយគ្នាបង្កើតទៅជាសារធាតុរលាយណាចឹងយើងអាចមានពួកលីជូមសូដ្យូមប៉ូតាស្យូមនីត្រាតឬក៏អាម៉ាញ៉ូមចឹងទៅគុណអាចចំណាំបានហើយបើគុណឃើញមួយរលាយហើយគុណឃើញមួយ AQ មួយទៀតជា solid ចឹងទៅយើងអាចសរសេរមកវិញបានអញ្ចឹងប៉ុន្តែយើងសរសេរទៅនៅក្នុងសម័យកាល3សន្តានហ្នឹងគឺយើងសរសេរដាក់ផាសដាក់អីមកវិញបំបែកជាយ៉ុងមកបូកក្រោយដកអញ្ចឹងណាបន្ទុកគុណយកតាមអឡង់តាមពិតគ្រូធ្លាប់បញ្យល់ហើយប៉ុន្តែមានកូនសិស្សខ្លះនៅតែអត់ទាន់ចេះសរសេរអាហ្នឹងប៉ុន្តែយើងនិយាយនៅក្នុងនេះមិនមែនតើតែមានន័យថាសម័យកាលហ្នឹងជាប្រភេទប្រតិកម្មជំនួសទ្វេទេបាទយើងអាចយកមកសរសេរសម័យកាល3សន្តានបានណាប្រតិកម្មជំនួសខ្លះជំនួសធម្មតាក៏យើងអាចយកមកសរសេរបានដែរហើយព្យាយាមទៀតបាទគុណទៅមើលធ្វើម៉េចប្រភេទសម័យកាលណាដែលមើលមានផាសវា solid AQ ហ្នឹងឲ្យមើលឲ្យច្បាស់អាហ្នឹងគឺគុណត្រូវតែស្ទាត់រឿងការតែយើងកំណត់ផាសបានណាប៉ុន្តែបើសិនជាគុណកំណត់ផាសអត់បានទេគុណយកបំបែកខុសទេណាហើយគាត់រកការបំបែកយើងបំបែកតែផាស AQ ទេគុណ